មនីឥសីបដិបត្តិចម្រើនធននោះពោពេញទៅដោយធម្មជាតិដ៏ស្រស់ស្អាតសំលេងរលកទឹកសមុទ្របោកបក់ប៉ះនឹងច្រាំងបន្លឺសំលេងដោយដូរតន្ត្រីពេលនោះនាងមច្ឆាជាមហេសីរបស់ព្រះអភ័យមុនីបានសម្រាលកូនប្រុសមួយរូបដែលមានរូបរាងកាយដូចទៅនឹងព្រះអភ័យមុនីចំណែកនាងមច្ឆាមិនអាចចិញ្ចឹមកូនរបស់នាងនៅក្នុងទឹកបាននោះទេនាងក៏បានយកកូនរបស់នាងទៅផ្ញើឲ្យលោកតាមុនីឥសីជួយចិញ្ចឹមបីបាច់ថែរក្សាជំនួសនាងចំណែកនាងក៏មិនទៅណាឆ្ងាយដែរនៅជួយមើលថែរក្សាជាមួយនឹងលោកតាមុនីឥសីនោះពេលនោះនាងបានប្រគល់ចិញ្ចៀននិងស្នៀតសក់ដែលព្រះអភ័យមុនីប្រគល់ឲ្យនាងទៅឲ្យលោកតាមុនីឥសីដើម្បីរក្សាទុកឲ្យព្រះរាជកុមារនៅពេលព្រះអង្គមានប្រជញ្ញធំធាត់ឡើងចំណែកលោកតាមុនីឥសីទ្រង់ស្រឡាញ់ពេញចិត្តនឹងព្រះរាជកុមារតូចនោះខ្លាំងលោកតាចិញ្ចឹមបីបាច់ថែរក្សាដូចជាចៅបង្កើតរបស់ខ្លួនឯងហើយលោកតាមុនីឥសីបានដាក់ប្រនាមព្រះរាជកុមារតូចនោះថាសុខសាខនលក្ខណៈសម្បត្តិរបស់ព្រះរាជកុមារសុខសាខនជាក្មេងមានកម្លាំងខ្លាំងព្រោះខ្លួនជាកូនកាត់មនុស្សនិងមច្ឆាកុមារសុខសាខនមានរូបរាងវិវឌ្ឍនាការធំលឿនខ្លាំងណាស់ព្រះអង្គមានប្រជញ្ញ10ខែប៉ុណ្ណោះទ្រង់មានរូបរាងដូចក្មេងអាយុ3ខួបថែមទាំងមានកម្លាំងខ្លាំងមានប្រាជ្ញាឆ្លៀសវៃទៀតផងលោកព្រះរាជកុមារសុខសាខនមានអាយុ3ខួបលោកតាមុនីឥសីបានបង្រៀនវិជ្ជាសិលសពបែបសពយ៉ាងទៅឲ្យព្រះរាជកុមារយ៉ាងស្ទាត់ជំនាញថ្ងៃមួយព្រះរាជកុមារកំពុងតែលេងនៅក្នុងទឹកសមុទ្រស្រាប់តែបានឮសំឡេងសន្ធឹកជើងសេះពីចម្ងាយព្រះរាជកុមារឮដូច្នោះហើយក៏សង្ស័យហើយបានជិះត្រីឡូម៉ាទៅរកមើលភ្លាមពេលទ្រង់ទៅដល់ក៏បានឃើញសត្វសេះមួយកំពុងតែរត់លេងនៅលើទឹកមានក្បាលនិងកន្ទុយដូចជាសត្វមង្គរចំណែកខ្លួនវិញជាសត្វសេះពេលទ្រង់បានឃើញដូច្នោះហើយមិនបងអង្គយូរទេក៏រត់ចូលទៅដេញចាប់សេះមង្គរនោះដើម្បីយកទៅសួរលោកតាមុនីឥសីតែសេះមង្គរនោះមានកម្លាំងខ្លាំងហើយកាចសាហាវទៀតផងទោះបីព្រះរាជកុមារសុខសាខនប្រឹងចាប់យ៉ាងណាក៏ដោយក៏មិនអាចចាប់សេះនោះបានដែររហូតទាល់តែព្រះសូរិយាអស់ស្ដង់ពុតព្រះរាជកុមារសុខសាខនក៏ជិះត្រីឡូម៉ាត្រឡប់មកកោះនោះវិញទៅដើម្បីយករឿងរ៉ាវនោះទៅទូលប្រាប់លោកតាមុនីឥសីនៅពេលដែលលោកតាមុនីឥសីបានស្ដាប់ហើយលោកតាក៏បានប្រាប់ថាសេះនេះជាសេះមង្គរម្ដាយជាសត្វសេះចំណែកឪពុកវាជាសត្វមង្គរធ្វើឲ្យសត្វសេះមង្គរនេះលោកតាមុនីឥសីទ្រង់មានចិត្តចង់ឲ្យសេះមង្គរនេះជាយានជំនិះរបស់ព្រះរាជកុមារផងទើបលោកតាមុនីឥសីបានបង្រៀនមន្តបាលីនិងជប់ខ្សែចំណងទឹកមួយដើម្បីឲ្យព្រះរាជកុមារសុខសាខនទៅចាប់សេះមង្គរនោះលុះព្រឹកឡើងព្រះរាជកុមារបានក្រោកពីព្រលឹមទ្រង់បានទៅមាត់សមុទ្រជិះត្រីឡូម៉ាដើម្បីទៅស្វែងរកសត្វសេះមង្គរនោះលុះពេលព្រះរាជកុមារស្វែងរកយូរទៅទ្រង់បានឃើញសត្វសេះមង្គរនោះកំពុងតែរត់លេងនៅលើទឹកយ៉ាងសប្បាយពេលដែលព្រះរាជកុមារសុខសាខនទ្រង់បានឃើញដូច្នោះហើយទ្រង់ក៏មិនបងអង្គយូរក៏បានសូត្របាលីនិងយកខ្សែទឹកដែលលោកតាមុនីឥសីបានប្រគល់ឲ្យនោះទៅក្រវីតាក់នឹងកោះសេះមង្គរនោះទោះបីជាសត្វសេះមង្គរនោះប្រឹងរើយ៉ាងណាក៏មិនរួចដែររហូតដល់ព្រះរាជកុមារចាប់សេះមង្គរនោះបានហើយទ្រង់បានឡើងជិះត្រឡប់ទៅកោះនោះវិញដើម្បីបង្អួតលោកតាមុនីឥសីនៅពេលទៅដល់លោកតាមុនីឥសីក៏ញញឹមហើយម្យ៉ាងទៀតលោកតាក៏ចង់ឲ្យព្រះរាជកុមារដឹងនៅរឿងរ៉ាវរបស់បិតារបស់ព្រះរាជកុមារផងដែរទើបលោកតាមុនីឥសីនិយាយប្រាប់រឿងរ៉ាវរបស់ព្រះអភ័យមុនីទាំងអស់ឲ្យព្រះរាជកុមារស្ដាប់និងឲ្យព្រះរាជកុមារទៅតាមស្វែងរកព្រះបិតារបស់ខ្លួននៅនគរផាឡៈ
ពេលដែលព្រះរាជកុមារទ្រង់បានសន្តាប់ហើយទ្រង់ចង់ឃើញមុខបិតារបស់ខ្លួនក៏បានសម្រេចចិត្តទៅស្វែងរកតែមុននឹងព្រះរាជកុមារចេញដំណើរលោកតាមនីឥសីទ្រង់បានបំពុះព្រះរាជកុមារសុកសាខនឲ្យជាឥសីសិនហើយព្រមប្រគល់ចិញ្ចៀនគ្រុឌនិងស្នៀតសក់ដែលព្រះអភ័យមនីប្រគល់ឲ្យនាងមច្ឆាព្រមទាំងបានប្រគល់ឈើច្រត់វេទមន្តដើម្បីឲ្យព្រះរាជកុមារទុកការពារខ្លួនទៀតផងបន្ទាប់ពីនោះមកព្រះរាជកុមារបានទៅលាព្រះមាតាហើយទ្រង់បានអធិដ្ឋានឲ្យបារមីដែលថែរក្សានៅកោះនោះជួយបីបាច់មើលថែព្រះមាតារបស់ព្រះអង្គហើយទ្រង់ក៏បានលាចាកចេញពីកោះនោះទៅព្រះរាជកុមារសុកសាខនបានធ្វើដំណើរចរយាត្រាជាមួយនឹងសេះមង្គរឆ្លងកាត់មហាសមុទ្រអស់រយៈពេលជាច្រើនថ្ងៃរហូតមកដល់នគរមួយមានភាពទាក់ទាញស្អាតចម្លែកពេលព្រះរាជកុមារទៅដល់នគរនោះមានស្រីស្អាតជាច្រើនបានចេញមកទទួលព្រះរាជកុមារដោយទឹកមុខញញឹមញញែអ្នកខ្លះយកទឹកអ្នកខ្លះបានយកផ្កាមកឲ្យហើយបាននិយាយលួងលោមឲ្យព្រះរាជកុមារតូចចូលទៅសម្រាកនៅក្នុងក្រុងចំណែកព្រះរាជកុមារសុកសាខនទ្រង់មិនដែលបានឃើញមនុស្សម្នាច្រើនដូចនេះពីមុនមកទេទ្រង់ក៏បានជិះសេះទៅតាមស្រីស្អាតទាំងអស់នោះទៅព្រះរាជកុមារបានទៅតាមស្រីស្អាតយូរទៅស្រីស្អាតប្រែក្លាយទៅជាបិសាចចំណែកនគរនោះប្រែក្លាយទៅជាទីក្រុងចាស់បាក់បែកអស់ទៅតាមពិតទៅក្រុងនេះជាក្រុងរបស់ពួកខ្មោចព្រាយបិសាចដែលពួកខ្មោចព្រាយបិសាចទាំងអស់នោះមានបំណងចង់ចាប់ព្រះរាជកុមារសុកសាខនស៊ីជាចំណីខ្មោចព្រាយបិសាចទាំងអស់នោះបានដើរចូលទៅរកព្រះអង្គដោយភាពស្រែកឃ្លានពេលព្រះរាជកុមារឃើញដូច្នោះហើយក៏បានប្រើឈើច្រត់វេទមន្តរបស់លោកតាមនីឥសីធ្វើឲ្យពពួកខ្មោចបិសាចនោះស្លាប់អស់ទៅតែមិនយូរប៉ុន្មានស្រាប់តែពួកខ្មោចព្រាយបិសាចនោះក៏ក្រោកឡើងនាំគ្នាដើរមករកព្រះរាជកុមារថែមទៀតផងទោះបីជាព្រះរាជកុមារនិងសេះមង្គរបានតស៊ូសម្លាប់ពួកព្រាយបិសាចឲ្យងាប់អស់យ៉ាងណាក៏ដោយក៏ពួកខ្មោចព្រាយបិសាចនោះរស់ឡើងវិញដដែលព្រះរាជកុមារនិងសេះមង្គរបានតស៊ូជាមួយបិសាចនោះអស់រយៈពេល7យប់7ថ្ងៃធ្វើឲ្យព្រះរាជកុមារនិងសេះមង្គរអស់កម្លាំងពេលនោះព្រះរាជកុមារបានលើកដៃឡើងលើហើយប្រណម្យបួងសួងឲ្យលោកតាមនីឥសីចុះមកជួយស្រាប់តែពេលនោះសំឡេងជួងបានបន្លឺឡើងពេញនគរព្រមទាំងមានរស្មីពន្លឺចម្រុះពណ៌ចុះមកពីលើមេឃហើយក៏បានប្រកាសខ្លួនលោកតាមនីឥសីចំកណ្ដាលពួកខ្មោចព្រាយទាំងអស់នោះទៅចំណែកពួកខ្មោចព្រាយបិសាចពេលបានឃើញលោកតាមនីឥសីដូច្នោះហើយក៏រលាយតាមខ្យល់អស់ទៅពេលដែលលោកតាមនីឥសីបានឃើញពួកខ្មោចព្រាយបិសាចបាត់អស់ហើយលោកតាបានចូលទៅត្រកងលើកព្រះរាជកុមារឡើងហើយបាននិយាយប្រាប់ថានគរនេះជានគររបស់ស្ដេចបកាពីមុនមកតែស្ដេចអង្គនេះជាស្ដេចបានសាងនៅអំពើបាបជាច្រើនធ្វើឲ្យនគរនេះបានលិចចូលទៅក្នុងបាតសមុទ្រហើយប្រជានារីនៅនគរនេះស្លាប់ទាំងអស់បានคล้ายទៅជាខ្មោចព្រាយបិសាចអាស្រ័យនៅនគរនេះហើយវិញ្ញាណរបស់ពួកគេមិនបានទៅចាប់កំណើតនៅទីណានោះទេហើយប្រសិនបើមានសំពើណាឆ្លងកាត់ឬចូលស្នាក់នៅអាស្រ័យនគរនេះពួកព្រាយបិសាចទាំងអស់បន្លំខ្លួនធ្វើជាស្រីស្អាតនិងចាប់អ្នកធ្វើដំណើរស៊ីជាចំណីនៅពេលព្រះរាជកុមារបានស្ដាប់ហើយក៏លើកដៃសំពះនិងអរគុណលោកតាមនីឥសីដែលបានមកជួយហើយទ្រង់ក៏បានបន្តដំណើរជាមួយនឹងសេះមង្គរទៅស្វែងរកព្រះបិតាបន្តទៀតទ្រង់បានធ្វើដំណើរជាច្រើនយប់ច្រើនថ្ងៃរហូតមកដល់កោះមួយឈ្មោះថាកោះភ្នំនៅពេលនោះព្រះរាជកុមារទ្រង់បានយាងទៅដល់កោះនោះហើយទ្រង់ចង់រកកន្លែងសម្រាកបន្តិចមុននឹងធ្វើដំណើរបន្តទៀតទ្រង់ក៏បានចូលទៅឃើញខ្ទមចាស់មួយនៅលើកោះនោះហើយនៅក្នុងខ្ទមនោះមានតាចាស់ស្គមរិញរិញម្នាក់កំពុងតែដេកលំលក់តាចាស់នោះឈ្មោះថាតាជីភ្លឿយពេលព្រះរាជកុមារឃើញដូច្នោះហើយក៏ទ្រង់ឆ្ងល់ខ្លាំងណាស់ថាហេតុអ្វីបានតាចាស់នេះដេកអាក្រាតកាយដូច្នេះពេលនោះទ្រង់ក៏បានចូលទៅដាស់តាជីភ្លឿយនោះទៅពេលតាជីភ្លឿយនោះក្រោកឡើងឃើញកូនក្មេងគាត់ក៏ភ្ញាក់ព្រឺហើយក៏បានចោលភ្នែកមកខាងក្រៅខ្ទមក៏បានឃើញសេះមង្គរដ៏ស្រស់ស្អាតស្រាប់តែតាជីភ្លឿយនោះមានគំនិតគិតចង់បានសេះមង្គរពីព្រះរាជកុមារ
គាត់ចាប់ផ្ដើមប្រើល្បិចប្រាប់ទៅព្រះរាជកុមារថាគាត់គឺជាមនុស្សខ្លាំងពូកែចេះវេទ